នៅសម័យឧត្តមក្រោយពីការគៀបសង្កត់ពីប្រទេសសៀមនិងការបាត់បង់ទឹកដីទៅឲ្យសៀមអស់ជាច្រើនខេត្តផងនោះប្រទេសកម្ពុជាយើងក៏រងនឹងការជិះជាន់ធ្វើទុកបុកម្នេញយ៉ាងវេទនាពីសំណាក់ពួកយួនផងដែររាប់តាំងពីការគៀបសង្កត់ព្រះរាជាក្តាប់អំណាចរាជការបង្ខំនឹងកេណ្ឌប្រជារាស្ត្រខ្មែរឲ្យធ្វើកិច្ចការដែលនាំឲ្យស្លាប់បាត់បង់ជីវិតអស់ជាច្រើនការកាប់សម្លាប់និងការកំចាត់អ្នកដែលប្រឆាំងនឹងអំណាចឈ្លានពានយួនពួកវាពិសេសគឺការកាត់យកទឹកដីស្រុកក្រោមនៃប្រទេសកម្ពុជាយើងអស់ជាបន្តបន្ទាប់ក្រៅពីអធិរាជយ៉ាឡុងដែលគៀបសង្កត់ប្រព្រឹត្តអំពើព្រៃផ្សៃមកលើប្រទេសកម្ពុជាយើងគឺមានស្ដេចយួន2អង្គទៀតដែលកាន់តែបង្កើនការជិះជាន់មកលើប្រជារាស្ត្រខ្មែរយើងតេរាជាដដែលពោលគឺនៅឆ្នាំ1815ស្ដេចយួនអធិរាជយ៉ាឡុងបានចាត់ឲ្យសង់បន្ទាយនៅខេត្តមាត់ជ្រូកនិងជីកព្រែកចំនួន2ដើម្បីពង្រីកផ្លូវទឹកងាយស្រួលក្នុងការចល័តទ័ពនិងដឹកជញ្ជូនគ្រឿងភស្តុភារដែលព្រែកទី1ហៅថាព្រែកជីកវិញទេមានប្រវែង54គីឡូម៉ែត្រត្រូវតភ្ជាប់ពីខេត្តមាត់ជ្រូកទៅសមុទ្រនៅខេត្តពាមហើយព្រែកមួយទៀតហៅថាព្រែកជីកវិញអានមានប្រវែង14គីឡូម៉ែត្រត្រូវតភ្ជាប់ពីទន្លេមេគង្គក្រោមទៅទន្លេបាសាក់រាជពងសាវតាខ្មែរបានបញ្ជាក់ថាការជីកព្រែកជីកទាំងពីរនេះប្រជារាស្ត្រខ្មែរត្រូវគេកេណ្ឌឲ្យធ្វើជាគូលីជីកព្រែកទាំងលំបាកលំបិនគ្មានស្បៀងអាហារគ្រប់គ្រាន់ត្រូវរងគ្រោះថ្នាក់ស្លាប់និងរបួសហើយត្រូវយួនបង្ខិតបង្ខំធ្វើបាបគ្មានត្រាប្រណីរឿងដែលយួនវាយកខ្មែរយើងកប់ទាំងរស់ត្រឹមកធ្វើជាមុំចង្ក្រានសម្រាប់ដាំតែអង្គនោះគឺកើតឡើងនៅក្នុងសម័យនេះឯងឯកសារខ្មែរមួយចំនួនទៀតបានសរសេរទាក់ទងនឹងរឿងនេះដែរថាក្តីលំបាកវេទនារបស់ខ្មែរជាគូលីកំណែនជីកព្រែកជីកទាំងពីរនេះប្រៀបបានទៅនឹងឋាននរកមួយថ្ងៃធ្វើការតាំងពីព្រលឹមទល់ព្រលប់ឥតមានសម្រាប់ឡើយទឹកសម្រាប់ផឹកមានក្លិនលាមកចំណែកបាយវិញពេលបរិភោគទៅក៏បណ្ដាលឲ្យហើមពុះកើតជំងឺអាសន្នរោគជាដើមគ្រប់ពេលវេលាពួកមេការយួនវាវាយសំពងលើគូលីខ្មែរយើងថែមទៀតដោយចោទប្រកាន់ថាខ្មែរខ្ជិលខ្មែរធ្វើពុតខ្មែរយឺតជាដើមនៅពេលជីកព្រែកដល់សមុទ្រហើយនោះពួកយួនវាបើកទឹកបង្ហូរចូលព្រែកដោយឥតប្រាប់គូលីខ្មែរដែលកំពុងធ្វើការនៅតាមព្រែកនោះទេបណ្ដាលឲ្យគូលីខ្មែរយើងដែលរត់មិនទាន់លិចលង់ក្នុងព្រែកស្លាប់អស់ជាច្រើនថែមទៀតទោះបីពួកយួនយងខ្នងវាប្រព្រឹត្តអំពើព្រៃផ្សៃអមនុស្សធម៌មកលើប្រជារាស្ត្រខ្មែរយ៉ាងនេះក៏ដោយក៏ព្រះឧត្តយរាជាអង្គច័ន្ទឥតបានតវ៉ាអ្វីនោះឡើយមានតែមន្ត្រីម្នាក់ប៉ុណ្ណោះដែលចេញមុខតវ៉ាកោតទោសចំពោះពួកយួននៅពេលពួកយួនវាឃើញទង្វើមិនចំណុះរបស់មន្ត្រីខ្មែររូបនោះហើយវាក៏បានចាប់គាត់យកទៅសម្លាប់ចោលបង់អាសាក្រៅពីកេណ្ឌខ្មែរឲ្យទៅជីកព្រែកទាំងពីរនិងសម្លាប់ប្រជារាស្ត្រខ្មែរពួកយួនក៏ថែមទាំងបង្ខំខ្មែរឲ្យកាប់ព្រៃឈើឲ្យពួកវាថែមទៀតដំបូងពួកវាប្រើគោក្របីរទេះសម្រាប់អូសដឹកឈើតែដល់ពេលសត្វពាហនៈទាំងនោះស្លាប់អស់ទៅក៏ពួកវាប្រើមនុស្សឲ្យអូសវិញម្ដងអំពើអមនុស្សធម៌នេះបណ្ដាលឲ្យប្រជារាស្ត្រខ្មែរព្រះសង្ឃខ្មែរទ្រាំមិនបានក៏នាំគ្នាកាប់សម្លាប់ពួកយួនអស់ជាច្រើនតែក៏ត្រូវយួនសងសឹកវិញកាប់សម្លាប់ប្រជារាស្ត្រខ្មែរយើងយ៉ាងសាហាវឃោឃៅជាទីបំផុតនៅឆ្នាំ1820មានភិក្ខុមួយអង្គនាមកែកុងបានសាងផ្នួសនៅវត្តសម្បូរនៃក្រុងភ្នំពេញបានតាំងខ្លួនជាអ្នកសិលភូវិសេសទៅបញ្ចុះបញ្ចូលអស់រាជនៅខេត្តបាភ្នំរួចទៅរួបរวมជាមួយសម្ដេចចៅពញាតីអុកញ៉ានរិន្ទគុលនិងនាយកែព្រាលលើកទ័ពទៅកាប់សម្លាប់យួនអស់ជាច្រើនពេលនោះមេទ័ពយួនលេវ៉ាន់យៀតដែលប្រចាំការនៅក្រុងព្រៃនគរបានបញ្ជូនទ័ពយួន300នាក់លើកមកដល់ភ្នំពេញហើយបង្ហោះទៅបោះបន្ទាយនៅកោះសុទិនចំណែកឯព្រះឧត្តយរាជាអង្គច័ន្ទទ្រង់ក៏បញ្ជាឲ្យលើកទ័ពទៅជួយបន្ថែមទៀតដែរដើម្បីបើកការបង្ក្រាបទៅលើពួកអ្នកតស៊ូខ្មែរដែលប្រឆាំងនឹងពួកយួនឈ្លានពានប៉ុន្តែជាធម្មតាសម្រាប់ពួកឈ្លានពានតែងចាត់ទុកពួកអ្នកតស៊ូថាជាក្រុមបះបោរឬជាក្រុមឧទាមក្នុងសង្គ្រាមបង្ក្រាបក្រុមឧទាមនេះកងទ័ពយួនសហការជាមួយកងទ័ពរាជវាំងខ្មែរចាប់បានភិក្ខុកែកុងរួចហើយក៏យកទៅសម្លាប់ចោលបង់ជីវិតចំណែកឯចៅពញាតីអុកញ៉ានរិន្ទគុលនាយកែព្រាលនិងក្រុមអ្នកតស៊ូដទៃទៀតក៏ត្រូវចាប់បញ្ជូនទៅក្រុងព្រៃនគរហើយក្រោយមកក៏ត្រូវប្រហារជីវិតបង់ទៅដែររាជពងសាវតាខ្មែរបានបញ្ជាក់ថាព្រឹត្តិការណ៍នៃការបះបោរនិងការបង្ក្រាបនេះកើតឡើងដោយសារវិវាទរវាងមន្ត្រីខ្មែរនិងមន្ត្រីយួនបានន័យថាចៅពញាតីអុកញ៉ានរិន្ទគុលនាយកែព្រាលនិងក្រុមអ្នកតស៊ូដទៃទៀតមិនចង់ឲ្យប្រទេសកម្ពុជាយើងធ្លាក់ក្រោមការត្រួតត្រារបស់ពួកយួនដែលមានតែការកាប់សម្លាប់ប្រជារាស្ត្រខ្មែររៀងរាល់ថ្ងៃនិងលាតយកទឹកដីខេត្តក្រុងរបស់ខ្មែរទៅជារបស់យួនជាបន្តបន្ទាប់
នៅប្រទេសសៀមឯណោះបើទោះបីរាជការក្រុងបាងកកមិនបានកាន់កាប់រាជការខ្មែរដោយពួកយួនក្រុងវេក៏ដោយក៏ពួកសៀមកំពូលល្បិចនេះវាបានកាត់យកទឹកដីខេត្តខ្មែរយើងអស់ជាច្រើនដូចជាខេត្តបាត់ដំបងខេត្តសៀមរាបខេត្តមលូព្រៃខេត្តទុនលេរពៅខេត្តកំពង់ស្វាយនិងខេត្តស្ទឹងត្រែងព្រមទាំងខេត្តនៅភាគខាងលិចនិងភាគខាងជើងភ្នំដងរែកក៏ដូចជាខេត្តមួយចំនួនទៀតនៅជាប់ឈូងសមុទ្រថែមទៀតដែរនៅឯរាជវាំងក្រុងបាងកកឬក្រុងទេពមហានគរអមររតនកោសិនបន្ទាប់ពីព្រះចៅរាមាទី2សោយទីវង្គតនៅឆ្នាំ1824នោះទៅព្រះរាជបុត្ររបស់ទ្រង់ក៏បានឡើងស្នងរាជបន្តដែលមានព្រះបរមនាមសម្រាប់រាជថាព្រះចៅនងខ្លៅចៅយូហួរឬហៅថាស្ដេចរាមាទី3នៅឆ្នាំ1832ព្រះចៅនងខ្លៅរាមាទី3បានបញ្ជាឲ្យពញាបឌិនតេជោដឹកនាំកងទ័ពសៀមជាច្រើនម៉ឺននាក់ចូលមកខេត្តបាត់ដំបងខេត្តពោធិ៍សាត់និងមកដល់ខេត្តកំពង់ឆ្នាំងបំណងចង់ចូលវាយលុកយករាជធានីឧដុង្គនិងក្រុងភ្នំពេញរបស់ប្រទេសកម្ពុជាយើងទ័ពខ្មែរស្ថិតនៅក្រោមការបញ្ជារបស់អុកញ៉ាចក្រៃឡុងដែលជាមហាសេនាបតីជំនាន់នោះបានប្រយុទ្ធជាមួយទ័ពសៀមនៅបឹងពូតែទីបំផុតទ័ពខ្មែរទុនដៃជាងក៏បាក់ទ័ពដកថយសិនហើយអុកញ៉ាចក្រៃឡុងក៏បានភៀសទៅខេត្តបាភ្នំបរាជ័យរបស់ទ័ពខ្មែរលើកនេះជាហេតុបណ្ដាលឲ្យព្រះឧត្តយរាជាអង្គច័ន្ទភៀសព្រះកាយពីភ្នំពេញចុះទៅស្រុកក្រោមម្ដងទៀតហើយទៅគង់នៅខេត្តលង្ហោមេទ័ពសៀមពញាបឌិនតេជោក៏បាននាំព្រះអង្គអឹមព្រះឧបរាជនៃរាជការខ្មែរក្នុងឋានៈនិងព្រះអង្គឌួងដែលជាព្រះអនុពៅដែលមុននេះបានរត់ទៅខាងសៀមនោះឲ្យមកគង់នៅភ្នំពេញវិញរួចហើយពញាបឌិនតេជោក៏បាននាំទ័ពបង្ហុះទៅប្រយុទ្ធជាមួយទ័ពយួននៅខេត្តមាត់ជ្រូកព្រមទាំងបានវាយឈ្នះទ័ពយួននិងរឹបអូសបានបន្ទាយទ័ពយួននៅខេត្តមាត់ជ្រូកនេះផងដែរដែលមុននេះពួកយួនបានកសាងឡើងតាមរាជបញ្ជារបស់អធិរាជយ៉ាឡុងនៅពេលវាយកបានបន្ទាយទ័ពយួននៅខេត្តមាត់ជ្រូកនោះហើយពញាបឌិនតេជោមេទ័ពសៀមបានបន្តនាំទ័ពសៀមឆ្លងទន្លេទៅត្រើយខាងកើតទន្លេមេគង្គបំណងចង់វាយកខេត្តស្រុករបស់ខ្មែរទាំងនៅកម្ពុជាកណ្ដាលនិងនៅកម្ពុជាក្រោមពញាបឌិនតេជោទោះបីវាឈ្នះយួននៅខេត្តមាត់ជ្រូកក៏ពិតមែនតែនៅពេលឆ្លងទន្លេទៅត្រើយខាងកើតទន្លេមេគង្គនោះក៏ត្រូវអុកញ៉ាចក្រៃឡុងដែលបានភៀសទៅខេត្តបាភ្នំកែងប្រមូលទ័ពខ្មែរបានមួយចំនួនសហការជាមួយទ័ពយួនវាយឲ្យទ័ពសៀមបរាជ័យវិញនៅក្នុងសមរភូមិខេត្តលង្ហោទ័ពសៀមក៏បានដកថយចេញពីខេត្តលង្ហោនិងខេត្តមាត់ជ្រូកវិញទៅអស់ទំនងជាចុះតាមសមុទ្រខ្លះនិងថយមកភ្នំពេញខ្លះលុះជ្រាបដំណឹងបរាជ័យនេះហើយព្រះអង្គអឹមនិងព្រះអង្គឌួងដែលកំពុងស្នាក់នៅក្រុងភ្នំពេញក៏យាងភៀសព្រះកាយទៅគង់នៅខេត្តបាត់ដំបងសិនដែលកំពុងកាន់កាប់ដោយពញាអភ័យទីបេះរស់ដែលជាចំនួនទី3នៃត្រកូលអភ័យវង្សពោលគឺបន្ទាប់ពីពញាអភ័យទីបេះប៉ែនជាចំនួនទី2ដែលខ្មែរយើងហៅថាអុកញ៉ាវិបុលរាជប៉ែននិងពញាអភ័យទីបេះបែនដែលជាចំនួនទី1លុះសៀមដកទ័ពថយចេញវិញអស់ហើយពួកយួនយាងព្រះឧត្តយរាជាអង្គច័ន្ទត្រឡប់មកសោយរាជនៅរាជវាំងកំផែងកែវនៃក្រុងភ្នំពេញវិញចំណែកអុកញ៉ាចក្រៃឡុងដោយមានស្នាដៃធំធេងក្នុងការកម្ចាត់កងទ័ពសៀមឈ្លានពានក៏ត្រូវបានព្រះរាជាត្រាស់បង្គាប់ដំឡើងគោរមងារនិងទូនីតិជាចៅហ្វាទុលហឡុងពោលគឺជាគោរមងារខ្ពស់បំផុតក្នុងចំណោមឋានានុក្រមមន្ត្រីរាជការនៃសម័យឧដុង្គដែលខ្ពស់ជាងគោរមងារអុកញ៉ាចំពោះប្រទេសសៀមបរាជ័យក្នុងសង្គ្រាមចូលឈ្លានពានខ្មែរសាជាថ្មីនេះគឺជាភាពអាម៉ាស់បំផុតមួយពិសេសគឺក្នុងរជ្ជកាលព្រះចៅនងខ្លៅរាមាទី3និងមេទ័ពសៀមពញាបឌិនតេជោដែលធ្លាប់តែច្បាំងឈ្នះច្រើនលើកនៅប្រទេសកម្ពុជាតែបែរមកចាញ់ដៃទ័ពខ្មែររបស់អុកញ៉ាចក្រៃឡុងដោយមានការសហការជាមួយទ័ពយួនទោះបីពួកសៀមវាមិនអាចកាន់កាប់ខេត្តស្រុកខាងក្រោមក៏ដោយក៏ពួកវានៅតែចិញ្ចឹមចិត្តចង់បានទឹកដីប្រទេសកម្ពុជាយើងដែលនៅសេសសល់ពីការកាន់កាប់របស់ពួកយួនដោយពួកវាក៏បានផ្លាស់ប្ដូរផែនការនិងឧបាយកលថ្មីៗឡើងវិញដើម្បីសម្រេចមហិច្ឆតាឈ្លានពានប្រទេសកម្ពុជាយើងមកស្គាល់ស្ដេចយួននិងស្ដេចសៀមដែលធ្វើបាបរាជខ្មែរ